នៅថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការដាក់លេខរៀងនៅលើបញ្ជីផ្សេងៗនៅលើ Excel បាទអញ្ចឹងវីដេអូមួយនេះខ្ញុំធ្វើឡើងដើម្បីចែកជូនទៅដល់បងប្អូនទាំងអស់គ្នាដែលទើបតែចាប់ផ្ដើមប្រើប្រាស់ Excel ឬក៏បងប្អូនសិស្សានុសិស្សដែលចាប់ផ្ដើមសិក្សារៀនពីMicrosoft Excel នេះអញ្ចឹងដើម្បីធ្វើការដាក់លេខរៀងនៅលើបញ្ជីរបស់យើងមានរបៀបឬក៏វិធីជាច្រើនទៅតាមការចេះដឹងរបស់បងប្អូនបាទអញ្ចឹងចំពោះលោកគ្រូអ្នកគ្រូគាត់អាចនឹងរៀបចំបញ្ជីឈ្មោះសិស្សបញ្ជីវត្តមានឬក៏បញ្ជីបូកសរុបលទ្ធផលអីផ្សេងហើយចំពោះអាជីវករគាត់អាចធ្វើជាបញ្ជីនៃការគ្រប់គ្រងប្រភេទទំនិញអញ្ចឹងនៅលើបញ្ជីរបស់ពួកគាត់តែមាននៅមុខបាទ sorry បាទអញ្ចឹងតែងតែមាននៅប្រភេទមុខទំនិញផ្សេងបាទអញ្ចឹងវីដេអូមួយនេះខ្ញុំធ្វើជារួមបាទអញ្ចឹងនៅក្នុងវីដេអូនេះនៅលើតារាងនេះគឺខ្ញុំរៀបចំជាលក្ខណៈបញ្ជីបុគ្គលិកតែខ្ញុំរៀបចំឡើងនេះគ្រាន់តែជា sample ឬក៏ជាឧទាហរណ៍ជាក់ស្ដែងគឺយើងអាចរៀបចំបញ្ជីទៅតាមប្រភេទតម្រូវការរបស់ស្ថាប័នឬក៏ការងាររបស់បងប្អូនរៀងៗខ្លួនអញ្ចឹងបញ្ជីនេះគឺខ្ញុំរៀបចំជាឧទាហរណ៍ទេបាទអញ្ចឹងរបៀបនៃការដាក់លេខរៀងនៅលើបញ្ជីគឺយើងមានច្រើនរបៀបបាទអញ្ចឹងដូចបងប្អូនដែលទើបតែចាប់ផ្ដើមរៀននៅ Microsoft Excel តែងតែវាយបញ្ចូលម្ដងមួយបាទវាចូលលេខ1លេខ2លេខ3លេខ4លេខ5អីចឹងទៅបាទទៅតាមលំដាប់លំដោយបាទយើងអាចធ្វើតាមវិធីនេះក៏បានមួយទៀតយើងអាចវាយបញ្ចូលដូចគ្នាវាយតែលេខ1ហើយយើងចាប់អូសហើយយើងធ្វើការចុចទៅលើdialog នេះដែលវាបង្ហាញមកបាទអញ្ចឹងខ្ញុំសុំម្ដងទៀតយើងវាយលេខ1ហើយយើងចាប់អូសទាញចុះមកក្រោមហើយយើងចុចទៅលើសញ្ញានេះដែលពេលយើងអូសចប់ហើយយើងមើលវាមានច្រើនវាមាន copy cell fill series fill formatting only fill without formatting flash fill អញ្ចឹងបើចង់ឲ្យលេខរៀងដែលយើងធ្វើការអូសមិញហ្នឹងវាទៅតាមលំដាប់លំដោយនៃ range ចំនួនលេខ1រហូតដល់លេខចុងក្រោយនៃឈ្មោះក្នុងបញ្ជីរបស់បងប្អូនចុចទៅលើពាក្យថា fill series អញ្ចឹងនៅពេលដែលយើងចុចទៅលើពាក្យថា fill series អញ្ចឹងលេខដែលយើងអូសបាញ់មិញមានតែលេខ1ទាំងអស់ទេវាលោតទៅតាមលំដាប់លំដោយនៃចំនួនលេខរៀងដែលបងប្អូនត្រូវការបាទអញ្ចឹងនេះជាវិធីមួយទៀតបាទអញ្ចឹងវិធីមួយទៀតតើយើងធ្វើដូចម្ដេចបាទវិធីមួយទៀតគឺយើងវាយបញ្ចូលលេខដូចគ្នាតែយើងអាចធ្វើការបូកបែបនេះគឺយើងយកលេខទី1នេះហើយធ្វើការបូកបន្ថែមលេខ1បាទអញ្ចឹងយើងស្មើ2ហើយយើងធ្វើការអូសចុះមកក្រោមវាចេញលេខរៀងដូចគ្នាបាទនេះជាវិធីមួយទៀតដែលបងប្អូនទាំងអស់គ្នាអាចធ្វើការដាក់លេខរៀងបានបាទអញ្ចឹងយើងមកមើលវិធីមួយទៀតតើការដាក់លេខរៀងមួយទៀតមានលក្ខណៈយ៉ាងណាអញ្ចឹងមួយទៀតយើងអាចប្រើជារូបមន្តក៏បានដែរបងប្អូនយើងអាចប្រើជារូបមន្តដើម្បីធ្វើឲ្យវាលោតទៅតាមលំដាប់លំដោយបានដូចគ្នា
អញ្ចឹងយើងអាចប្រើរូបមន្ត if បាទយើងអាចប្រើរូបមន្ត if ហើយយើងយកcursor យើងមក select នៅតារាងដែលជាឈ្មោះរបស់បុគ្គលិកឬក៏លោកគ្រូអ្នកគ្រូ select ទៅលើតារាងឈ្មោះរបស់សិស្សានុសិស្សអញ្ចឹងយើង click ទៅលើឈ្មោះរបស់បុគ្គលិកមួយមកហើយយើងធ្វើការដាក់សញ្ញាស្មើរួចហើយយើងធ្វើការបើកធ្មេញកណ្ដាលនេះមានន័យថាប៉ះសិនបើឈ្មោះឬក៏នៅក្នុងតារាងដែលយើង select នេះมันមាននៅទិន្នន័យគឺស្មើនឹងទទេអញ្ចឹងប៉ះសិនបើទទេគឺយើងដាក់ធ្មេញកណ្ដាលមួយទៀតគឺអត់ឲ្យវាចេញអីទេគឺស្មើនឹងអត់មានអីអញ្ចឹងវាអត់ចេញនៅលេខទេហើយយើងធ្វើការដាក់ comma មួយទៀតយើងប្រើរូបមន្តបន្ថែមទៀតគឺរូបមន្ត sequence បាទ sequence នេះបាទអញ្ចឹងខ្ញុំទាញវាបាទសូមចាំបន្តិចខ្ញុំទាញតារាងនេះឲ្យធំបន្តិចដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការមើលបាទអញ្ចឹងខ្ញុំសូមសរសេរម្ដងទៀតអញ្ចឹងយើងអាចប្រើរូបមន្ត if បាទរូបមន្ត if ហើយយើងយក cursor មក select នៅកន្លែងឈ្មោះបុគ្គលិកហើយយើងដាក់សញ្ញាធ្មេញកណ្ដាលហើយយើងដាក់ធ្មេញកណ្ដាលមួយទៀតមានន័យថាប្រសិនបើកន្លែងដែលយើង select ហ្នឹងมันមាននៅទិន្នន័យគឺស្មើនឹងមិនមានអញ្ចឹងវាអត់ចេញទេហើយយើងធ្វើការបូកជាមួយនឹងរូបមន្តបន្ថែមទៀតគឺរូបមន្ត sequence នៅពេលដែលយើងប្រើរូបមន្ត sequence នេះហើយយើងធ្វើការប្រើនៅរូបមន្ត count A អញ្ចឹងរូបមន្ត count A នេះគឺជារូបមន្តក្នុងការបូកបាទអញ្ចឹងយើងធ្វើការបូកនៅទិន្នន័យនៅលើតារាងនេះបាទអញ្ចឹងយើងប្រើរូបមន្ត count A ហើយយើងយក cursor មក select នៅកន្លែងដែលជាតារាងជា column ឈ្មោះអញ្ចឹងនៅលើ column B នេះយើងអូសមកអញ្ចឹងឧទាហរណ៍ថាយើងចង់ select ចំនួនប្រមាណរ៉ូគឺយើង select យកប៉ុណ្ណឹងបាទអញ្ចឹងយើងធ្វើការ select រួចរាល់ហើយអញ្ចឹងយើងធ្វើការបិទវងកញ្ចក់វិញមកយើងបើកប៉ុន្មានយើងបិទប៉ុណ្ណឹងវិញអញ្ចឹងយើងបើក3 column អញ្ចឹងយើងចុចបិទ3 column ដែរបាទអញ្ចឹងយើងចុច enter បាទអញ្ចឹងឃើញនេះបងប្អូននៅពេលដែលយើងប្រើរូបមន្តនេះគឺងាយស្រួលបាទយើងប្រើរូបមន្តនេះមានភាពងាយស្រួលជាងរូបមន្តផ្សេងអញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាមានឈ្មោះអាប់ដេតថ្មីអញ្ចឹងយើងវាយមកយើងវាយបន្ថែមមកមានអីមាន say hi អញ្ចឹងចុះអញ្ចឹងយើងប្រើរូបមន្តនេះតែមួយទេអញ្ចឹងនៅពេលដែលមានទិន្នន័យបន្ថែមគឺលេខហ្នឹងគឺវារត់ទៅតាមបងប្អូនធ្វើការវាយបាទឃើញទេបងប្អូនបាទអញ្ចឹងការដាក់លេខរៀងគឺយើងមានច្រើនរបៀបបាទអញ្ចឹងតើរបៀបមួយណាដែលបងប្អូនទាំងអស់គ្នាចង់ប្រើអញ្ចឹងបើសិនបើចង់ប្រើមួយណាអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានបាទអរគុណបងប្អូន